នេះគឺជាល្បិចបោកប្រាស់ឲ្យចូលសោងហើយលងគំនិតដែលមានច្រើនគ្នាបងប្អូនស្ដាប់ទាំងអស់គ្នាណាជនខិលខូចម្នាក់បាទបានបន្លំឬក៏បោកប្រាស់ខ្ញុំដោយឲ្យខ្ញុំផ្ទេរប្រាក់ទៅគាត់ចំនួន4ដងដោយម្ដងចំនួន1000ដុល្លារចំនួន3ដងហើយមកម្ដងទៀតគឺ200ដុល្លារអញ្ចឹងសរុបទៅគឺ3200ដុល្លារបាទបងប្អូននេះបាទដំបូងឡើយគឺខ្ញុំជាធម្មតាខ្ញុំជាអ្នកម៉ៅការដេកគឺសង្ខេបតាមផ្ទះហើយជំនាញដំបូងគឺមានបុគ្គលម្នាក់បាទគឺមានជនខិលខូចម្នាក់គឺបានតំណែងខ្ញុំតាមរយៈលេខទូរស័ព្ទតាមរយៈ Telegram តមកគឺគាត់ធ្វើការសួរនាំពីការដេកក្នុងផ្ទះតើមានដេកអ្វីខ្លះយើងក៏បានផ្ញើរូបភាពអីជូនគាត់ប្រាប់ពីតម្លៃប្រាប់ពីអីចឹងទៅតមកទៀតគាត់ធ្វើការណាត់ជួបខ្ញុំដោយឲ្យយើងទៅជួបគាត់ហើយម្ដុំទីតាំងដែលទៅជួបគឺនៅម្ដុំលូ5បងប្អូននេះបាទលូ5នៅម្ដុំទូបរើនេះអញ្ចឹងពេលដែលយើងទៅដល់ម្ដុំស្តុបទូបរើហ្នឹងស្តុបលូ5ហ្នឹងគាត់ជំនុំហ្នឹងគឺវាឲ្យយើងតាក់ទងទៅលេខអ្នកទៀតវាប្រាប់ថាយើងវាអត់មានពេលជួបvớiយើងទេគឺវាឲ្យយើងទៅជួបលេខអ្នកទៀតមកតាក់ទងvớiយើងហើយពេលដែលយើងតាក់ទងលេខអ្នកទៀតហ្នឹងទៅដល់ហ្នឹងគឺនៅហាងកាហ្វេបាទហាងកាហ្វេហ្នឹងអ្នកដែលជួបយើងគឺវាអង្គុយនៅមុខហ្នឹងបាទវាអង្គុយនៅមុខហ្នឹងហើយយើងក៏អត់ដឹងដែរព្រោះយើងធម្មតាយើងបាត់ពិសោធន៍ថ្មីតឡាងតែម្ដងបងប្អូននេះបាទគឺយើងអត់បានដឹងខ្លួនសោះថាគេរៀបចំវិធីដើម្បីបោកប្រាស់យើងពេលដែលខ្ញុំទៅជួបម្នាក់ដែលនៅហាងកាហ្វេហ្នឹងគឺគាត់អង្គុយនៅតុកាហ្វេមុខហ្នឹងហើយយើងក៏ជំរាបសួរគាត់ទៅអីជជែកការងារតម្លៃអីផ្សេងៗហើយម្នាក់ហ្នឹងគាត់និយាយមកយើងហើយគាត់ថាចាំគាត់ជូនយើងទៅចាំឲ្យបងអូនជូនយើងទៅផ្ទះគាត់នៅខាងអង្គស្នួលផ្ទះវិឡានអង្គស្នួលហើយយើងក៏អត់ដឹងខ្លួនទៀតយើងក៏ជជែកជាមួយគេអីហ្នឹងទៅបន្តមកទៀតអ្នកដែលជួបខ្ញុំដើម្បីជជែកគ្នាហ្នឹងគាត់គាត់ថាឥឡូវចេះហើយដោយសារតែគាត់អត់ទាន់រួចដៃទៀតគាត់មកហើយអញ្ចឹងអាអ្នកដែលជួបខ្ញុំវាឲ្យខ្ញុំនឹងលេងបុកវិញ្ញាក្រោយព្រោះនៅខាងកាហ្វេមានកន្លែងបុកវិញ្ញាហើយអាមួយដែលបុកវិញ្ញាគឺបុកវិញ្ញាតែម្នាក់ឯងបុកម្នាក់ឯងនៅក្រោយហ្នឹងហើយខ្ញុំក៏បានប្រាប់ថាខ្ញុំអត់ចេះលេងទេបងអាហ្នឹងខ្ញុំអត់ចេះលេងសោះបងហើយវាក៏និយាយថាទៅលេងទៅលេងក្រកដោហ្នឹងមកអត់សុកលេងដាក់1000ទៅហើយខ្ញុំនេះដោយសារខ្ញុំនឹកឃើញថាខ្ញុំជាទូទៅខ្ញុំអត់ដែរធ្វើឲ្យថ្នាក់ថ្នាក់មួយគ្នាទេខ្ញុំនឹកឃើញទៅលេងទៅបីអត់ចេះក៏ដោយបើសិនជាយើងចាញ់គាត់10ក្តារយ៉ាងច្រើនវាអស់10000ទេ20ក្តារវាអស់20000ទេយ៉ាងច្រើនយើងអស់20000គេមកដល់ហើយអញ្ចឹងខ្ញុំក៏ស្ម័គ្រចិត្តលេងទៅក៏លេងជាមួយទៅខ្ញុំលេងធ្នះខ្ញុំបកអត់ត្រូវទេដល់មកទៀតខ្ញុំលេងបាន2 3ក្តារមានម្នាក់ទៀតមកម្នាក់ទៀតហ្នឹងវ័យចាស់ព្រោះតែយូរប្រហែលជា50ជាងឬ50ស្ដើងមានរៀងធាត់អញ្ចឹងណាជិះម៉ូតូមកលេងហើយមួយដែលបុកជាមួយខ្ញុំហ្នឹងសិតតែកូនចៅវារៀបចំទេអាមួយដែលបុកជាមួយខ្ញុំសិតតែកូនចៅវារៀបចំទេឃើញពេលដែលឃើញម្នាក់ទៀតជនខិលខូចម្នាក់ទៀតដែលជិះម៉ូតូមកហ្នឹងអាមួយដែលបុកមួយខ្ញុំវាថាចាំឲ្យខ្ញុំលេងជាមួយអាប៉ែហ្នឹងទៅអាប៉ែហ្នឹងសុំទោសអាប៉ែហ្នឹងឆោតភ័យឡប់ទេអាប៉ែហ្នឹងម្ចាស់ក្រាសាំងហើយខ្ញុំតែប៉ុន្តែខ្ញុំក៏អត់ទៅចង់លេងចង់ចាញ់ទេគោលម្ដងខ្ញុំខ្ញុំចាំជួបភ្ញៀវដែលវាថាចាំតិចទៀតគេមកដល់ណាខ្ញុំក៏លេងកដោទៅដល់ពេលហើយអាមួយដែលលេងរបស់ខ្ញុំវានៅខាងខ្ញុំវាធ្វើជាមកនៅខាងខ្ញុំវាថាឡើងមកលេងខ្ញុំនៅខាងឯងចាំប្រាប់អញ្ចឹងណាខ្ញុំគ្មានអារម្មណ៍ក្នុងខ្លួនទេហើយវាមកអោបរត់ខ្ញុំចេះវាមកអោបរត់ខ្ញុំយកដៃទះខ្នងយ៉ាងអោបដូចខ្ញុំអញ្ចឹងវាមកអោបខ្ញុំពីក្រោយទះលេងមួយវាទៅអាប៉ែហ្នឹងគឺអត់ចេះលេងទេអីចឹងហើយដល់ពេលដែលវាមកអោបខ្ញុំគឺខ្ញុំដូចជាបាត់បង់ចាប់ដើមបាត់បង់ការគ្រប់គ្រងខ្លួនឯងហើយគឺខ្ញុំគ្រប់គ្រងខ្លួនឯងលេងបានដែរមានអារម្មណ៍ថាដូចល្វើយស្លន់ដូចគិតអីឡើងចាញ់ហើយទៅបន្តមកទៀតលេងបុកយ៉ាងចាញ់វាថាឥឡូវលេងមកជឿទៀតណា2000ក៏ដល់5000ខ្ញុំក៏ចាញ់តែខ្ញុំល្វើយបាត់ហើយពេលហ្នឹងខ្ញុំអត់បានពេលហ្នឹងខ្ញុំឲ្យលុយវាទេអា2000 1000ណា5000ណាដល់ពេលហើយវាប្រគល់លេងមកជឿ$1000ហើយពេលហ្នឹងគឺខ្ញុំបាត់បង់គ្រប់គ្រងខ្លួនឯងហើយគឺខ្ញុំលេងដឹងអីហើយពេលហ្នឹងគឺវាប្រគល់ខ្ញុំបុកហើយខ្ញុំបុកទៅគឺ1000គឺខ្ញុំបុកទៅចាញ់បងចាញ់ហើយគឺវាឲ្យខ្ញុំបាញ់លុយវាបាញ់លុយឲ្យម្នាក់ហ្នឹងនេះបងប្អូនខ្ញុំមានរបាយការណ៍នេះបាញ់លុយឲ្យម្នាក់នេះវាឈ្មោះបងប្អូននេះវាឈ្មោះនេះគង់ណាវ៉ាបាទដួងឡាគឺ$1000បាទ$1000ក្រោយមកទៀតខ្ញុំចាញ់ទៀតអស់$1000ទៀតក្រោយមកទៀត$1000ទៀតចឹង3ដងនេះ1 2 3ក្រោយមកទៀត$200គឺខ្ញុំអស់លុយលេងបងចឹងគឺសរុបមកគឺ$3200ពេលនោះគឺខ្ញុំគ្រប់គ្រងខ្លួនឯងបានមានន័យថាខ្ញុំតាមការស្មានរបស់ខ្ញុំគឺខ្ញុំត្រូវឆ្នាំសំណងមកពេលព្រោះវាមកអោបរត់ខ្ញុំរហូតទេអញ្ចឹងពេលដែលអស់លុយគឺខ្ញុំវិញស្មារតីតែម្ដងគឺលេងដឹងអីតែម្ដងបាទអញ្ចឹងពេលដែលអស់លុយហើយគឺខ្ញុំជប់លេងគឺមកផ្ទះវិញចាប់ដើមចេញមកក្រៅលេងគឺខ្ញុំបាត់បង់គ្រប់គ្រងខ្លួនឯងលេងបានបាទបងប្អូនអរគ្នានេះគឺច្រើនលើកច្រើនសារច្រើនដងហើយមិនមែនតែបងអូនប្រុសឬក៏បងប្រុសម្នាក់ហ្នឹងទេគឺមានច្រើនគ្នាដែលស្រដៀងហើយអ្នកដែលចាញ់បោកចូលសងគេហ្នឹងភាគច្រើនគឺអ្នកដេកគាត់ហ្នឹងហើយនឹងអ្នករស់ស៊ីខាអចលអ្នកទ្រព្យបាទភាគច្រើនណាដូច្នេះឲ្យបានជាខ្ញុំលើកយកករណីរបស់គាត់មួយដោយឃើញគាត់បង្ហោះគឺថាមានច្រើនគ្នាជាងបងប្អូនត្រូវប្រុងប្រយ័ត្នកុំឲ្យចូលសងលងអារម្មណ៍វាអាចនឹងបង្វក់អារម្មណ៍របស់យើងផងវាអាចនឹងបង្កើតនៅឧបាយឲ្យយើងភ័យផងឲ្យយើងចង់ផងហើយវាអាចនឹងដាក់គ្រឿងសណ្ដំអីនោះផងបាទហើយមួយទៀតគឺថាបើមានករណីចឹងគួរតែប្រយ័ត្នហើយបើសិនជាអាចទៅ2 3នាក់ទៅ2 3នាក់ចុះអាហ្នឹងករណីមានការចែកម្លែកចុះករណីអត់មានការចែកម្លែកមានច្រើនទៀតនោះហើយនេះគឺជាករណីបរោះហើយចុះករណីនារីវិញនោះក៏អាចនឹងមានច្រើនដែរបាទហើយលុយច្រើនណាបងប្អូនមួយផ្លេតវាយកបាន$2-3,000អ្នកខ្លះរហូតដល់$5000អ្នកខ្លះដល់$10000ណោះ
បាទអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាបាទ